អត់ដែលដឹងសោះអំពូមីយាយថានីតាចូលចិត្តឆាផ្លែស៊ូគីនីជាមួយពងទាហ្នឹងគឺថាអូចូលចិត្តខ្លាំងមែនទែនខ្លួនឯងក៏ប៉ុន្តែញ៉ាំបាយហើយតែដល់ពេលឃើញម៉ាក់ឆាហ្នឹងសាប់អាស្រែកទាញ៉ាំបាយទៀតហើយបញ្ចុកទៅដាក់ញ៉ាំយោតែម្ដងគេចូលចិត្តគេខ្លាំងហើយសួរគេថាឆ្ងាញ់ហីកូនហើយជាមួយគេឆ្លើយគេឆ្ងាញ់កូនចូលចិត្តម៉ាក់ចូលចិត្តអាហ្នឹងដែរចូលចិត្តដូចគ្នាណាចេះណាអំពុំញើយសួរអីក៏ដឹងដែរម៉ាក់សួរថាកូនចូលចិត្តគេងក់ក្បាលទៅកញឹមគេចូលចិត្តញ៉ាំគេឆ្ងាញ់គេហើយអាផ្លែហ្នឹងមិនបាច់តែឆាដាក់សាច់ដាក់អីទេគ្រាន់តែដាក់ជាមួយនឹងពងទាហ្នឹងគឺថាឆ្ងាញ់យុទ្ធនាមអស់ហើយផ្លែហ្នឹងនៅជប៉ុននេះអត់ថ្លៃទេបងប្អូនអើយហើយខ្ញុំទៅទិញនៅកន្លែងយាយតាគាត់ដាំហើយក៏ដាក់លក់អញ្ចឹងកន្លែងគេដាក់លក់បន្លែចោលអញ្ចឹងគឺថាថោកទេបងប្អូនអើយបន្លែផ្សេងអីហ្នឹងគឺថាមួយថងអីហ្នឹងតែ100ទេ200តែដលងប្រាំងឯងតែគាត់ច្រកច្រើនអញ្ចឹងណាហើយកន្លែងលក់បន្លែគេនៅក្នុងប្រទេសជប៉ុននេះគឺថាអត់មានអ្នកចាប់លក់ដូចនៅស្រុកខ្មែរយើងអីទេគឺគេដាក់ចោលអញ្ចឹងទៅហើយអ្នកណាគេទិញប្រមាណគឺថាយកហើយយើងដាក់លុយចូលទៅក្នុងប្រអប់ឲ្យគេទៅដោយសារនៅជប៉ុននេះបងប្អូនគឺប្រជាជនគេគឺមានភាពស្មោះត្រង់មែនទែនគេអត់ចង់បានរបស់អ្នកដតីទេកុំថាឡើយដាក់លក់អញ្ចឹងហើយមានគេលួចមានគេយកលុយយកអីចឹងគឺអត់មានទេសូម្បីតាពេលខ្លះយើងដើរជ្រួអវ៉ាន់ជួអីនៅនឹងតាមផ្លូវអីចឹងគេរើសបានគឺគេអត់យករបស់យើងដែរបើសិនជារបស់តូចតាចគេដាក់វាទៅលើផ្លូវឬក៏ដាក់ទៅកន្លែងណាមួយដែលយើងងាយស្រួលនឹងមើលឃើញអញ្ចឹងណាហើយនឹងបើសិនជារបស់នោះមានតម្លៃគឺគេនឹងយកវាទៅឲ្យនៅប៉ុស្តិ៍ប៉ូលីសចឹងទៅដើម្បីឲ្យប៉ូលីសស្វែងរកម្ចាស់ដើមអញ្ចឹងគឺគេជាជនគេគឺមានទម្លាប់បែបហ្នឹងតែម្ដងគេអត់ចង់បានរបស់អ្នកដតីទេដូចខ្ញុំធ្លាប់មានមិត្តភក្តិខ្ញុំម្នាក់ខ្ញុំធ្លាប់ស្គាល់គាត់បាត់លុយនៅជប៉ុនហ្នឹងគាត់ដាក់នៅក្នុងកញ្ចប់សម្បត្តិហើយគាត់ជ្រុះលុយបាត់ពេលគាត់ទៅផ្សារទំនើបប្រជាជនជប៉ុនគេរើសបានណាបងប្អូនធម្មតាគេយកបាត់ហើយលុយមិនតិចអីលុយ1000ដែរអញ្ចឹងពេលគេរើសបានគេអត់យកទេគេយកទៅបកគលនៅកន្លែងសន្តិសុខផ្សារថាចាំមកមើលអ្នកដែលគេបាត់លុយគេនឹងមកសួរមកនាំអញ្ចឹងគឺគេទុកឲ្យហ្មងពេលគាត់ទៅសួរហ្នឹងគេសួរពីភិនភាគដែលរបស់ដាក់លុយហ្នឹងមិនអីមិនអញ្ចឹងទៅពេលដែលគេប្រាប់ទៅគេថាអូយពិតជារបស់អ្នកឯងមែនអញ្ចឹងគឺគេបកគលឲ្យមកម្ចាស់វិញដោយអត់មានយកសូម្បីតែមកកាក់ម៉ាស៊ីនទេណាបងប្អូននៅជប៉ុននេះប្រជាជនគេភាគច្រើនគឺថាស្មោះត្រង់អត់ចង់បានរបស់អ្នកដទៃទេតែឥឡូវយើងងាកមកឆារបស់យើងវិញផ្លែស៊ូគីនីនេះខ្ញុំយកមកខ្ញុំហាន់ជារបៀបទៅសាយបែបនេះហ៎បងប្អូនចាដុំទុយប៉ិនកូនដៃអញ្ចឹងយកមកឆាអញ្ចឹងគឺអត់បាច់ដាក់អីច្រើនទេគ្រាន់តែយកមកឆាជាមួយប្រេងរៀងស្លោបន្តិចហើយយើងដាក់ពងទាចូលឆាហើយយើងបន្ថែមប្រេងខ្យងបន្តិចប៊ីចេងបន្តិចស្ករបន្តិចតែប៉ុណ្្នឹងមកគឺថាមកឆ្ងាញ់ហ្មងបងប្អូនអត់ចាំបាច់ថែមគ្រឿងអីផ្សេងទៀតទេតែប៉ុណ្្នឹងគឺឆ្ងាញ់បាច់ដាក់សាច់បាច់ដាក់អីទេខ្ញុំចូលចិត្តឆារបៀបអញ្ចឹងមែនទែនហើយវាសំខាន់ណាស់គឺថាវាឆ្ងាញ់ហើយវាអត់ចំណាយលុយច្រើនទៀតបងប្អូនផ្លែហ្នឹងមកដើមវាតែ100 យ៉េនទេណាខ្ញុំយកមកខ្ញុំកាត់ឆាតែពាក់កណ្ដាលគឺថាញ៉ាំបានតែម្ដងហើយនៅសល់ពាក់កណ្ដាលទៀតហើយផ្លែតពងទា2គ្រាប់ទៅប៉ុណ្ណឹងរួចមួយពេលតែម្ដងហើយនិយាយពីកតាញ់នេះវិញវាចូលចិត្តញ៉ាំមហាសានចូលចិត្តមួយមាត់ទៅពីក៏ដឹងតែឆ្ងាញ់ដែរអំពូមីញើឆ្ងាញ់ណាស់ចូលចិត្តណាស់ក៏ប៉ុន្តែបញ្ចុកបាយរួចឆ្អែតហើយម្សៅតែដល់ពេលឃើញម៉ាក់ឆាផ្លែស៊ូគីនីនឹងជាមួយនឹងពងទាម៉ាក់ចូលចិត្តខ្ញុំទៀតម៉ាំសេកដល់ពេលបញ្ចុកទៅអូយយើងបិទមកចិត្ត